vàព័ត៌មានទី5នេះគឺបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាននានានៅក្នុងប្រទេសថៃនៅខាងក្រៅប្រទេសនេះគឺអត់ទាន់មានសេចក្តីរាយការណ៍នៅឡើយទេគឺមានតែពីក្នុងប្រទេសថៃមកវិញគឺបានឲ្យដឹងថាព្រះមហាក្សត្រថៃនៅថ្ងៃសុក្រនេះបានយល់ព្រមឲ្យរំលាយសភាជាតិហើយដូច្នេះវិជាការមួយបើកផ្លូវឲ្យរៀបចំការបោះឆ្នោតជាតិដែលនឹងត្រូវធ្វើឡើងក្នុងរយៈពេលពី45ទៅដល់60ថ្ងៃតាមកំណត់បាទគឺការសម្រេចនេះកើតឡើងក្រោយពីលោកនាយករដ្ឋមន្ត្រីថៃលោកអនុทิនឆាន់វីរៈគុលបានប្រកាសឲ្យដឹងថាលោកចង់រំលាយសភាឲ្យបានមុនពេលកំណត់ដើម្បីប្រគល់អំណាចទៅឲ្យប្រជាពលរដ្ឋវិញក្នុងការរៀបចំជ្រើសរើសរដ្ឋាភិបាលថ្មីដូច្នេះទាំងគណៈបកដែលនៅក្នុងសភានឹងត្រូវអស់អាសនៈហើយត្រូវតែរៀបចំការបោះឆ្នោតនៅក្នុងរយៈពេលកំណត់នេះផងដែរចំណាត់ការរបស់លោកអនុทิនគឺកើតមានឡើងក្រោយពីគណៈបកដៃគូនៅក្នុងរដ្ឋាភិបាលគណៈបកដៃគូដែលគ្រប់គ្រងក៏ប៉ុន្តែមិនចូលរដ្ឋាភិបាលគឺគណៈបកប្រជាជនបានផ្ដល់សញ្ញាថាពួកគេនឹងដកសេចក្តីទុកចិត្តទៅលើរដ្ឋាភិបាលរបស់លោកអនុทิនដែលមានសម្លេងភាគតិចដូច្នេះលោកក៏ចាត់ការនេះតែម្ដងហើយចំណាត់ការនេះគឺកើតមានឡើងដោយដែលប្រិមិត្តបានដឹងហើយក្នុងពេលដែលប្រទេសថៃនិងប្រទេសកម្ពុជាកំពុងតែប្រយុទ្ធគ្នានៅតាមបណ្ដោយព្រំដែនជាង800គីឡូម៉ែត្ររវាងប្រទេសទាំងពីរហើយបានបណ្ដាលឲ្យមានអ្នករត់ភៀសខ្លួននៅក្នុងប្រទេសថៃជាង400,000នាក់នៅក្នុងប្រទេសកម្ពុជាជាង10,000នាក់បាទជាសរុបគឺប្រហែលជា60,000នាក់ទាំងសងខាងព្រំដែនហើយនឹងមានអ្នកស្លាប់និងរបួសជាច្រើនហើយការប្រកួតក្នុងការបោះឆ្នោតនៅពេលខាងមុខនេះត្រូវបានគេរំពឹងថាអាចនឹងជាការប្រកួតទល់មុខគ្នារវាងគណៈបករបស់លោកអនុทิនគឺគណៈបកភូមិใจថៃជាមួយនឹងគណៈបកប្រជាជនរបស់ថៃនៅក្នុងនោះដោយឡែកគណៈបកភឿថៃមិនត្រូវបានគេមើលឃើញថាជាគណៈបកដែលប្រឈមទៀតទេដោយសារតែការស្ទង់មតិនានាបានបង្ហាញថាគណៈបកនេះនៅពីក្រោយគេយ៉ាងឆ្ងាយផងដែរបាទឥឡូវនេះទី6ខ្ញុំសូមជូននៅការវិភាគរបស់លោកឆាងយុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាពាក់ព័ន្ធជាមួយនឹងចំនួនរវាងកម្ពុជាថៃនៅពេលនេះបាទលោកឆាងយុបានចែករំលែកនៅក្នុងការឆ្លើយតបរបស់លោកជាមួយនឹងកាសែត Kiri Post ហើយខ្ញុំបានទទួលការអនុញ្ញាតឲ្យចែករំលែកខ្លះផងដែរប៉ុន្តែខ្ញុំសូមមិនអានទាំងស្រុងទេគឺលោកបានលើកឡើងនៅ3ចំណុចបាទទី1តកតងជាមួយនឹងថាតើចំនួនរវាងកម្ពុជានិងថៃដែលកើតឡើងជាថ្មីនេះតើវាមានន័យយ៉ាងទំហំយ៉ាងម៉េចដែរប្រៀបធៀបជាមួយនឹងចំនួនព្រំដែននាពេលមុនរវាងប្រទេសទាំងពីរនេះបាទគឺលោកឆាក់យូចាត់ទុកថាចំនួននាពេលបច្ចុប្បន្ននេះដែលកំពុងតែប្រយុទ្ធគ្នានេះគឺមានលក្ខណៈគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ប្រទេសទាំងពីរតែម្ដងហើយពីព្រោះអីដោយសារតែឥឡូវនេះគឺខាងពួកយោធាដោយសារតែចំនួននេះគឺពួកយោធានឹងបានក្តោបអំណាចយ៉ាងខ្លាំងទៅហើយដែលអាចក្នុងពេលកន្លងមកគឺបាទធ្វើឲ្យមានការធ្លាក់ចុះនៅមន្ត្រីរបស់ខ្លួនផងដែរហើយគឺចំនួននេះគឺមិនត្រូវបានយើងពិពណ៌នាថាជាចំនួនធម្មតានោះទេគឺមិនមែនតែចំនួនប្រដាប់អាវុធរវាងប្រទេសទាំងពីរទេអ្វីដែលលោកឆាងយុចាត់ទុកហើយនឹងមើលឃើញនោះគឺថាចំនួននេះវាគ្របដណ្ដប់ទៅលើបញ្ហាជាច្រើនរវាងប្រទេសទាំងពីរគឺមានទាំងពីបញ្ហារឿងប្រវត្តិសាស្ត្រហើយពីរឿងបញ្ហាសិទ្ធិមនុស្សហើយនឹងពីរឿងការតស៊ូគ្នានៅក្នុងប្រទេសថៃដើម្បីចង់ឲ្យមានអ្នកណាដែលមានអំណាចជាងនៅក្នុងរដ្ឋាភិបាលរបស់ថៃហ្នឹងតើយោធាឬស៊ីវិលបាទនេះជាចំណុចទី1ហើយចំណុចទី2ដែលលោកឆាំងយុចង់បញ្ជាក់នោះគឺតកតងជាមួយនឹងការវាប្រហារតាមអាកាសដែលមកសម្ដៅមកលើជនស៊ីវិលនោះតើវាមានការខុសប្លែកគ្នាយ៉ាងម៉េចដែរហើយតើវាមានការជាការមួយការឡើងគួរឲ្យភ្ញាក់ផ្អើលឬយ៉ាងម៉េចដែរបាទអញ្ចឹងគឺជាការវាប្រហារណាឥឡូវនេះគឺមានការវាប្រហារទៅលើជនស៊ីវិលហ្នឹងដោយមិនរើមុខផងដែរចម្លើយរបស់លោកឆាំងយុគឺលោកយល់ថាវាឥឡូវនេះវាលើសចំនួននេះគឺលើសពីការបង្កើនភាពតានតឹងហើយរវាងកម្ពុជានិងថៃទៅហើយឥឡូវនេះវាអាចនឹងទៅជារឿងមួយទៅដល់ខាងក្រៅទៀតបាទបើកាលណានៅបន្តចំនួននេះគឺ
mình chụp tên nó vì hạ đôi chỉ cả mũi bằng hai thà chỉ cả tia cầm liêng mũi từ đó tiếng xã hội đầm rít và tiếng ASEAN hay nâng bần nàoประเทศนี้ได้คัดคอมทัวอย่างน่าอ้อยประเทศไทยในกัมพูชีนี้จีเนียหนึ่งคนี้มันมีอำเภอหังซาหนึ่งคนี้ให้ลูกช่างยุแทนแต่งจัตุประเทศไทยคืออะไรนึงคือเปรียบโดยเชียโกนขมิ้นมุ้ยได้อัดเมียนสนับสนุนขมิ้นมุ้ยได้จะเลือกเบอร์ขมิ้นมุ้ยจะเลือกเบอร์ได้มันคล้ายในโครงการรวมรูปอธิปไตยเพียบระบอบปฏิจัดการปฏิហើយចំណុចចុងក្រោយដែលលោកចង់ចង់និយាយនោះគឺថាតើធ្វើយ៉ាងម៉េចដើម្បីឲ្យបានសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរគឺលោកយល់ថាវាជាបញ្ហាមួយប្រឈមនៅក្នុងការធ្វើឲ្យមានសន្តិភាពរវាងប្រទេសទាំងពីរក៏ប៉ុន្តែជារឿងសំខាន់នោះគឺទៅមើលអំពីផលប៉ះពាល់ផងដែរគឺបានន័យថាអ្នកណាដែលប្រព្រឹត្តខុសដូចជាថៃហ្នឹងដែលជាអ្នកប្រព្រឹត្តខុសហ្នឹងត្រូវតែមានការដាក់ទណ្ឌកម្មបានច្បាស់លាស់រឿងយោធាធ្វើហ្នឹងគឺត្រូវមានការទទួលខុសត្រូវហើយបើទោះបីជាលោកថាលោកជាមនុស្សសន្តិភាពនិយមដូចខ្ញុំយ៉ាងដែរមនុស្សសន្តិភាពនិយមមនុស្សព្រៀបសមិនចូលចិត្តទេអំពើហិង្សាក៏ប៉ុន្តែលោកក៏យល់ថាបាទសហរដ្ឋអាមេរិកហើយនិងអាស៊ានហ្នឹងបាទគួរតែធ្វើយ៉ាងណារកវិធានការចាប់ឲ្យថៃជាពិសេសពួកយោធាហ្នឹងបាទទទួលខុសត្រូវចំពោះអ្វីដែលកើតឡើងនេះបាទនេះគឺជាមតិរបស់ខាងលោកឆាងយុហើយខ្ញុំបានចូលអានតាម Facebook បាទ Facebook ទៅឃើញមានមតិច្រើនហើយខ្ញុំឃើញមាន2ចុះខ្ញុំសូមលើកមកដោយមិនចំទាំងអស់ទេទូទី1មួយទៀតទីបន្ទាប់ពីលោកឆាងយុគឺទី3ទី2គឺពីលោកមេធាវីសុកសំអឿនបាទលោកសុកសំអឿនក៏បាននិយាយផងដែរគឺលោកបានជាសំណូមពរផងដែរគឺថាប្រជាពលរដ្ឋត្រូវតែចងក្រងឯកសារដើម្បីទុកថ្ងៃក្រោយណាមួយទៅខាងរដ្ឋាភិបាលសម្រាប់ថាទៅប្តឹងឬមិនប្តឹងកន្លែងណាមួយហ្នឹងគឺយ៉ាងម៉េចយ៉ាងម៉ាក៏ត្រូវតែមានផុសតាងឲ្យច្បាស់សម្រាប់ការប្តឹងកុំតែពេលដែលយើងចង់ប្តឹងស្រាប់តែអត់មានផុសតាងហើយអ្វីដែលជាការចងផុសតាងហ្នឹងគឺបើតាមទស្សនៈរបស់លោកមេធាវីលោកថាប្រជាពលរដ្ឋធម្មតាយើងនឹងក៏អាចនឹងចងក្រងថតឲ្យបានច្បាស់លាស់មានប្រភពកុំយកឲ្យប្រភពឲ្យផ្លេសផ្ដាស់ណាគឺយើងចងក្រងច្បាស់លាស់ហើយសម្រាប់ដាក់ជូនទៅរដ្ឋាភិបាលផងពីព្រោះឡៃតែរំពឹងលើរដ្ឋាភិបាលគាត់មិនមានកម្លាំងមានអីគ្រប់គ្រាន់មកចោះមើលហ្នឹងគឺយើងទៅចងក្រងហើយមតិរបស់ខ្ញុំបន្ថែមហ្នឹងគឺអ្នកសារព័ត៌មានហ្នឹងទៅចេះសម្ភាសតែម្ដងឬក៏បងប្អូនក៏ដោយដែលប្រើបណ្ដាញសង្គមហ្នឹងយើងទៅជួបជនរងគ្រោះតែម្ដងជាពិសេសអ្នកទៅដល់ជំរុំជនភៀសសឹកហ្នឹងគឺយើងសួររបៀបជាសម្ភាសQ&A ជាមួយគាត់ថាតើអ៊ំចាក់ចែងពីលំនៅឋានហ្នឹងយ៉ាងម៉េចអ៊ំឃើញលំនៅអ៊ំទៅគេក្របផ្ឡើងម៉េចបាទរងផលប៉ះពាល់យ៉ាងម៉េចគឺចងក្រងទុកហើយនៅពេលណាដែលនេះយើងអាចដាក់ទៅខាងអាជ្ញាធរមានសមត្ថកិច្ចខេត្តឬក៏រដ្ឋាភិបាលជាតិដើម្បីទុកជាឯកសារថ្ងៃណាមួយត្រូវប្តឹងយើងអាចមានឯកសារជាងអត់មានឯកសារយើងពិបាកនឹងធ្វើអ្វីណាអញ្ចឹងបើតាមទស្សនៈរបស់លោកមេធាវីអញ្ចឹងប្រិមិត្តណាដែលស្ដាប់ហ្នឹងគឺខ្ញុំសូមបន្តអ្វីដែលលោកមេធាវីជូនជាយោបល់ហើយគួរតែចាប់ផ្ដើមធ្វើសកម្មភាពទូរស័ព្ទមានថតមកដាក់សម្លេងច្បាស់ហើយឲ្យគាត់និយាយទៅគ្រប់បែបយ៉ាងទាំងអស់យើងបង្ហោះទុកសិនក៏បានឬក៏ពេលណាមួយយើងចែកជូនទៅខាងអាជ្ញាធរមានសមត្ថកិច្ចដើម្បីគាត់អាចយកទៅប្រើប្រាស់នៅពេលក្រោយបើយើងត្រូវការប្តឹងណាអញ្ចឹងសំខាន់តែមានផុសតាងហើយចំណុចមួយទៀតពីលោកបណ្ឌិតអិនសុផលបាទលោកបានសរសេរនៅតាមបណ្ដាញសង្គមរបស់លោកដែរលោកបាននិយាយចំណុច3ចំណុចប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍ចង់ចែករំលែកជាមួយនឹងប្រិយមិត្តហ្នឹងគឺបាទលោកបន្តឲ្យមានដូចថាការកហិការតំណែងថៃទៅរួបរวมគ្នាអ្វីដែលលោកចង់បាននៅពេលនេះគឺខ្មែរយើងទៅតែរួបរวมគ្នាកម្លាំងពេលនេះសិនដើម្បីធ្វើយ៉ាងម៉េចឲ្យមានកម្លាំងតែមួយកុំឲ្យមានការបែកកម្លាំងដើម្បីជួយប្រទេសជាតិផងដែរបាទរឿងនេះសំខាន់ណាស់ប្រិយមិត្តខ្លះអត់យល់ពីសារៈសំខាន់ហ្នឹងប៉ុន្តែបើក្នុងពេលណាដែលយើងជាកម្លាំងតែមួយហើយយើងរួមគ្នាខ្លាំងណាស់សត្រូវពីខាងក្រៅក៏ហ៊ានមើងងាយដែរខ្ញុំលើកឧទាហរណ៍មួយចុះបាទខ្ញុំសម្បូរឧទាហរណ៍ពួកខ្ញុំចូលចិត្តអានមានពេលមួយនោះនៅពេលដែលអ៊ីតាលីគាត់ចង់ឈ្លានពានពិភពលោកសង្គ្រាមលោកលើកទី2នឹងតាមឯកសារណា
ពេលហ្នឹងគាត់ឲ្យក្រុមចារកម្មរបស់គាត់ដើរមើលតំបន់អឺរ៉ុបហ្នឹងបាទពេលហ្នឹងគាត់មើលឃើញប្រទេសអង់គ្លេសមួយគាត់ថាពិបាកនឹងចូលឈានពានណាបាទដោយសារអីចារកម្មរបស់គាត់ហ្នឹងទៅពិនិត្យមើលកន្លែងលេងបាល់ទាត់គឺស្មារតីជាក្រុមរបស់ក្រុមបាល់ទាត់ហ្នឹងគឺជាតិនិយមខ្លាំងណាស់បាទពេលប្រកួតបាល់ទាត់ហ្នឹងគឺថាអង់គ្លេស dominate គេហ្នឹងគឺថាការពារអង់គ្លេសទោះបីជាមកពីក្រុមណាផ្សេង Liverpool Arsenal ដែលប្រកួតប្រជែងកាប់ចាក់គ្នាយកពានក្នុងពេលកន្លងមកក៏ដោយសម្រាប់តែពេលដែលចូលថ្នាក់ប្រកួតកម្រិតជាតិរបស់គេចេញជាក្រុមតែមួយដែលមិនអាចណាផ្ដួលបានបាទពេលហ្នឹងការវិតម្លៃរបស់ចារកម្មរបស់លោកអ៊ីក្លែក៏ថាពិបាកដូច្នេះឃើញការរួបរวมគ្នានឹងបញ្ជូនសារមួយខ្លាំងបញ្ជូនសារមួយខ្លាំងប្រិមត្តខ្លះក៏អត់យល់បាទអត់យល់ពីចំណុចហ្នឹងប៉ុន្តែឆ្លងតាមបទពិសោធន៍ដែលខ្ញុំអានហ្នឹងគឺវាសំខាន់ណាស់អញ្ចឹងគឺអ្នកណាដែលអំពាវនាវឲ្យយើងឈរជំហរតែមួយនោះគួរតែស្ដាប់មែនតើយកចិត្តទុកដាក់មែនតើអ្នកនឹងជឿខ្ញុំមួយម៉ាត់អ្នកនឹងមិនស្ដាយក្រោយទេប្រិមត្តនឹងមិនស្ដាយក្រោយទេនៅពេលនេះដែលយើងរួមគ្នាចាំពេលក្រោយយើងជួយកែលម្អគ្នារឿងអីផ្សេងទៀតចាំចប់រឿងនេះសិនបាទឥឡូវនេះសូមអរគុណប្រិមត្តដែលចូលមកទទួលយកការចែករំលែកព័ត៌មានរបស់ខ្ញុំសូមអរគុណសូមជម្រាបលាតែជាដំបូងគឺព័ត៌មានតាក់ទងជាមួយនឹងសហរដ្ឋអាមេរិកបាទនៅថ្ងៃនេះគឺជាការផ្លាស់ប្ដូរដ៏គួរឲ្យភ្ញាក់ផ្អើលមួយមែនតែម្ដងហើយជាលើកទី1ដែលរដ្ឋសភាដែលព្រឹទ្ធសភានៅរដ្ឋអ៊ីនឌីយ៉ាណាដែលគ្រប់គ្រងដោយគណៈបកសាធារណរដ្ឋបោះឆ្នោតប្រឆាំងនឹងការខិតខំជំរុញរបស់លោកប្រធានាធិបតី Donald Trump ក្នុងការរៀបចំផែនទីមណ្ឌលសភាឡើងវិញជាលើកទី1ព័ត៌មានទី2នេះគឺសហរដ្ឋអាមេរិកនៅពេលនេះដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតទៅលើក្រុមគ្រួសាររបស់លោក Nicolas Maduro ប្រធានាធិបតីនៃប្រទេស Venezuela ក្នុងខណៈពេលដែលសហរដ្ឋអាមេរិកខិតខំរកវិធីសពបែបយ៉ាងទាំងអស់ដើម្បីដាក់សម្ពាធទៅលើរដ្ឋាភិបាលរបស់លោកព័ត៌មានទី3គឺអ្នកដែលទទួលកម្មវិធី Obamacare ធានារ៉ាប់រងសុខភាព Obamacare នៅសហរដ្ឋអាមេរិកអាចនឹងជួបបញ្ហាហើយចាប់ពីថ្ងៃទី1ខែមករានេះទៅដោយសារនៅថ្ងៃនេះព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកមិនបានឯកភាពគ្នានៅក្នុងការបន្តកម្មវិធីនេះតទៀតទេបើទោះបីជាវាជាផ្នែកមួយនៃការព្រមព្រៀងគ្នានៅពេលបិទរដ្ឋាភិបាលក៏ដោយហើយព័ត៌មានទី3នេះគឺសម្រាប់បុគ្គលិករដ្ឋាភិបាលសហព័ន្ធគឺនៅថ្ងៃនេះរដ្ឋសភារបស់សហរដ្ឋអាមេរិកបានបោះឆ្នោតលុបចោលនៅប័ណ្ណបញ្ជាប្រធានាធិបតីតាក់ទងនឹងការដកសិទ្ធិសហជីពរបស់មន្ត្រីរដ្ឋការសហរដ្ឋអាមេរិកហើយវាជាលើកទី1ដែរដែលសភារបស់សហរដ្ឋអាមេរិកគឺសភាជាតិតែម្ដងបោះឆ្នោតប្រឆាំងនឹងប័ណ្ណបញ្ជារបស់លោកប្រធានាធិបតីដោយសារតែរដ្ឋសភាគឺគ្រប់គ្រងដោយគណៈបកសាធារណរដ្ឋមានពិស្ដារនេះអំពីសហរដ្ឋអាមេរិកគឺជាសេចក្តីរាយការណ៍សារព័ត៌មានជាច្រើនដែលខ្ញុំសូមចូលចងក្រងមកចែករំលែកជូនប្រិមិត្តទាំងអស់គ្នានេះគឺជាការវិវត្តមួយដ៏គួរឲ្យភ្ញាក់ផ្អើលដែលព្រឹទ្ធសភានៅក្នុងរដ្ឋអ៊ីនឌីយ៉ាណាដែលជារដ្ឋមួយព្រឹទ្ធសភានេះគ្រប់គ្រងដោយគណៈបកសាធារណរដ្ឋហើយជារដ្ឋដែលគ្រប់គ្រងដោយអភិបាលគណៈបកសាធារណរដ្ឋហើយជារដ្ឋដែលលោក Donald Trump បានឈ្នះឆ្នោតយ៉ាងច្រើនប៉ុន្តែព្រឹទ្ធសភានៅថ្ងៃនេះបានបោះឆ្នោតប្រឆាំងនឹងផែនការរបស់លោកប្រធានាធិបតី Donald Trump ដែលជំរុញឲ្យរៀបចំមណ្ឌលសភាឡើងវិញសម្រាប់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនេះគឺជាការលើកទី1ហើយដែលជាការបដិសេធដោយសភាអ្នកតាក់តែច្បាប់គណៈបកសាធារណរដ្ឋប្រឆាំងនឹងប្រធានាធិបតីនៅក្នុងការបោះឆ្នោតនៅក្នុងព្រឹទ្ធសភាគឺមានសម្លេង19គាំទ្រ31បដិសេធគឺជារឿងមួយដែលគេមិនបានរំពឹងទុកជាយូរមកហើយបើទោះបីជាមានសម្ពាធពីសេតាវិមានហើយនឹងសម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតី Donald Trump ក៏ដោយដែលធ្វើឲ្យរដ្ឋអ៊ីនឌីយ៉ាណាខ្លាយទៅជារដ្ឋមួយស្ថិតនៅក្នុងចំណោមរដ្ឋដែលគេកំពុងតាមមើលនិងអាចនឹងមានការយកចិត្តទុកដាក់បន្ថែមទៀតពីរដ្ឋមួយចំនួនទៀតដូច្នេះការបោះឆ្នោតនេះគឺបញ្ចប់ជាស្ថាពរនៅកិច្ចខិតខំប្រឹងប្រែងរបស់
ក្រុមលោកប្រធានាធិបតី Donald Trump និងមន្ត្រីនៅក្នុងគណៈបកផ្ទាល់របស់លោកតែម្ដងនៅក្នុងការចង់ឲ្យរៀបចំផែនទីមណ្ឌលសភាឡើងវិញដោយនៅក្នុងនោះបើទោះបីជាក្នុងការបោះឆ្នោតកាលពីឆ្នាំ2024គឺលោកប្រធានាធិបតី Donald Trump បានឈ្នះគូប្រជែងរហូតដល់ជិត 19% ដែលជាចំនួនមួយយ៉ាងច្រើនក៏ដោយក៏ប៉ុន្តែអ្នកតាក់តែងច្បាប់នៅក្នុងរដ្ឋនេះយល់ថាវាមិនសមស្របនៅក្នុងការធ្វើផែនទីមណ្ឌលសភាឡើងវិញនៅពាក់កណ្ដាលអាណត្តិនេះទេពីព្រោះពួកគេទើបតែធ្វើបានកាលពី4ឆ្នាំមុនក៏ប៉ុន្តែអភិបាលរដ្ឋដែលមកពីគណៈបកសាធារណរដ្ឋគឺលោក Mike Bloomberg មានការខឹងសម្បារយ៉ាងខ្លាំងដោយលោកចាត់ទុកថាលោកនឹងចាត់វិធានការផ្សេងទៀតនៅក្នុងបញ្ហានេះហើយលោកបានចោទថាក្រុមគណៈបកសាធារណរដ្ឋនៅក្នុងរដ្ឋនេះឥឡូវនេះគឺកំពុងតែត្រូវបានគេនាំដើរផ្លូវខុសហើយព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃប្រហ័ននេះសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មបន្ថែមទៀតហើយទៅលើក្រុមគ្រួសារលោកប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡាលោក Nicolas Maduro ដោយថ្ងៃនេះគឺដាក់ទណ្ឌកម្មទៅលើក្មួយប្រសារ3នាក់របស់លោក Maduro គឺក្មួយរបស់ប្រពន្ធរបស់លោក Maduro ហើយនឹងក្រុមហ៊ុនដឹកប្រេងក្រុមហ៊ុនហើយនឹងកប៉ាល់ដឹកប្រេងរបស់ពួកគេដោយសារតែចោទប្រកាន់ថាមានពាក់ព័ន្ធនឹងសកម្មភាពល្មើសនិងកិច្ចទណ្ឌកម្មមួយចំនួននេះគឺជាការដាក់សម្ពាធបន្ថែមទៀតទៅលើលោក Nicolas Maduro ក្នុងគណៈពេលដែលសហរដ្ឋអាមេរិកបានបញ្ជាក់ថាការកាន់អំណាចរបស់លោក Maduro គឺកំពុងតែរាប់ថយក្រោយហើយបើយោងតាមក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកគឺក្រុមហ៊ុនដែលរងទណ្ឌកម្មហើយនឹងក្នុងនោះគឺមានក្រុមហ៊ុនចំនួន6ក្រុមហ៊ុនដឹកជញ្ជូនដែលធ្វើការងារក្នុងការដឹកប្រេងរបស់វេណេស៊ុយអេឡាហើយគឺក្រុមហ៊ុននោះគឺមាននាវាដឹកប្រេងចំនួន6ផងដែរដែលសហរដ្ឋអាមេរិកចាត់ទុកថាបានធ្វើសកម្មភាពបំភាន់និងអនុវត្តការងារដែលមិនមានសុវត្ថិភាពនៅក្នុងការបន្តផ្ដល់ហិរញ្ញវត្ថុទៅដល់រដ្ឋាភិបាលរបស់លោក Maduro ដែលធ្វើឲ្យរបបនេះគឺពុករលួយនិងជាភេរវករថ្នាំញៀនប៉ុន្តែក្រុមហ៊ុននាវាចំនួន4របស់ដែលរងទណ្ឌកម្មនេះគឺមានចំនួន4ចុះបញ្ជីនៅក្នុងប្រទេសប៉ាណាម៉ាហើយនឹងមាន2ទៀតចុះបញ្ជីនៅក្នុងតំបន់ Cook Islands ហើយនឹងទីក្រុងហុងកុងបាទនេះគឺជាការដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើមនុស្សដែលស្និទ្ធជាមួយនឹងលោកប្រធានាធិបតី Nicolas Maduro ព័ត៌មានទី3នេះគឺសម្រាប់អ្នកនៅសហរដ្ឋអាមេរិកដែលពឹងពាក់ខ្លាំងទៅលើកម្មវិធីធានារ៉ាប់រងសុខភាព Obamacare ហៅថា Obamacare នោះគឺឥឡូវនេះអាចនឹងប្រឈមមុខនឹងបញ្ហានៅដើមឆ្នាំក្រោយហើយដោយសារតែខាងព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកមិនបានឯកភាពគ្នានៅក្នុងការអនុម័តគ្រប់គ្រងឲ្យរដ្ឋាភិបាលបន្ថែមការឧបត្ថម្ភធនទៅលើកម្មវិធីនេះបន្តទៀតទេដូច្នេះហើយគឺអាចនឹងឡើងថ្លៃខ្លាំងសម្រាប់អ្នកប្រើប្រាស់កម្មវិធីនេះនៅសហរដ្ឋអាមេរិកដែលជាសរុបមានអ្នកដែលទិញបានធានារ៉ាប់រងសុខភាពតាមរយៈកម្មវិធីនេះគឺមានរហូតដល់24លានអ្នកហើយគឺការមិនឯកភាពគ្នានេះគឺខាងព្រឹទ្ធសភាមិនអាចប្រមូលបានសម្លេងចំនួន60តាមការចង់បាននោះទេបើទោះបីជាការផ្ដល់ឧបត្ថម្ភទុនទៅដល់កម្មវិធីធានារ៉ាប់រងសុខភាព Obamacare នេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងនៃការព្រមព្រៀងគ្នារវាងគណៈបកសាធារណរដ្ឋនិងគណៈបកប្រជាធិបតេយ្យក្នុងអំឡុងពេលបិទរដ្ឋាភិបាលក៏ដោយដែលនៅពេលនោះអ្នកតាក់តែងច្បាប់បាននិយាយថាគេត្រូវបើករដ្ឋាភិបាលសិនមុននឹងនិយាយអំពីការធានារ៉ាប់រងសុខភាពការឧបត្ថម្ភទុននេះនៅពេលដែលបើករដ្ឋាភិបាលហើយខាងគណៈបកទាំងពីរខិតខំធ្វើកិច្ចការនេះក៏ប៉ុន្តែមកដល់ពេលនេះគឺมันបានជោគជ័យនោះទេព័ត៌មានទី4នេះគឺជាព័ត៌មានមួយសម្រាប់មន្ត្រីរដ្ឋការរបស់សហរដ្ឋអាមេរិកនៅថ្ងៃនេះគឺជាលើកដំបូងដែរដែលរដ្ឋសភាជាតិ
ដែលដឹកនាំដោយគណៈបក្សសាធារណរដ្ឋបានបោះឆ្នោតប្រឆាំងនឹងលោកប្រធានាធិបតីគឺដោយមានសម្លេង231ទល់នឹង195សម្លេងគឺបោះឆ្នោតប្រឆាំងនឹងបទបញ្ជាប្រធានាធិបតីដែលដកសិទ្ធិពីបុគ្គលិករដ្ឋាភិបាលសហព័ន្ធគឺមន្ត្រីរដ្ឋការរដ្ឋាភិបាលសហព័ន្ធមិនឲ្យមានតំណាងសហជីពនោះទេដោយពួកគេយល់ថានេះគឺជាការមួយដែលត្រូវផ្ដល់សិទ្ធិក្នុងការតវ៉ាចរចាជាសរុបទៅដល់មន្ត្រីរាជការពីព្រោះអីលោកប្រធានាធិបតីបានខិតខំដកសិទ្ធិរបស់ពួកគេចេញពីក្រសួងនានារបស់រដ្ឋាភិបាលសហព័ន្ធថាពួកគេមិនអាចមានសិទ្ធិដូច្នោះទេក្នុងគណៈពេលដែលពួកគេធ្វើការងារបម្រើឲ្យរដ្ឋាភិបាលក៏ប៉ុន្តែច្បាប់នេះប្រហែលជានឹងមិនអាចឆ្លងកាត់ព្រឹទ្ធសភាបានទេពីព្រោះអីព្រឹទ្ធសភាហាក់ដូចជាមិនគ្រប់គ្រងឲ្យមានការប្រឆាំងនឹងប្រធានាធិបតីទេដូច្នេះខាងគណៈបកប្រជាធិបតេយ្យបើសិនជាគ្រប់គ្រងប្រឆាំងគឺត្រូវការសម្លេងរបស់គណៈបកសាធារណរដ្ឋចំនួន13ឲ្យគ្រប់គ្រងខ្លួនដើម្បីប្រឆាំងនឹងលោកប្រធានាធិបតីវិញក៏ប៉ុន្តែតាមសេចក្តីរាយការណ៍នានាគឺពួកគេប្រហែលជាមិនអាចទទួលបាននោះទេបាទសម្រាប់ប្រិមិត្តដែលមិនយល់ពីបញ្ហានេះខ្ញុំសូមបញ្យល់បន្តិចគឺនៅក្នុងរដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋអាមេរិកនេះគឺមានសហជីពដូចជាតំណាងនយោជកកម្មករនៅក្នុងវិស័យឯកជនដែរបាទអ្នកដែលទទួលបន្ទុកដែលអាចមានសិទ្ធិចូលក្នុងសហជីពហ្នឹងគឺអ្នកដែលនៅក្នុងកម្រិតមិនមែនជា manager បាទពេលដែលមានបញ្ហាអ្វីជាមួយនឹង manager របស់គាត់ឬក៏ជាមួយនឹងស្ថាប័នគឺពួកគាត់អាចមានសិទ្ធិតវ៉ាគឺតាមរយៈសហជីពបាទដូចតែខ្ញុំធ្លាប់បានជម្រាបចឹងគឺអ្នកខាងក្រុមការងារខ្ញុំគាត់អាចជាសមាជិកសហជីពបាទដោយសារពេលណាគាត់មានបញ្ហាជាមួយនឹងថ្នាក់ដឹកនាំគឺគាត់អាចតវ៉ាបានដោយកម្រិតខ្ញុំអត់មានសិទ្ធិចូលក្នុងសហជីពទេពីព្រោះយើងកម្រិត manager យើងមានយើងតំណាងឲ្យរដ្ឋាភិបាលយើងធ្វើការមានខាង HR មានខាងច្បាប់អីហ្នឹងមេធាវីរដ្ឋាភិបាលជាអ្នកការពារយើងវិញហើយឧទាហរណ៍ថាបើសិនជាខ្ញុំធ្វើអ្វីខុសឆ្គងជាមួយនឹងអ្នកនៅក្នុងក្រុមការងារអ្នកក្រុមបង្គាប់របស់ខ្ញុំគឺសហជីពនឹងតវ៉ាជំនួសគាត់ប្តឹងខ្ញុំឬក៏ប្តឹងស្ថាប័នគឺមានសហជីពជួយប៉ុន្តែបើខ្ញុំពេលដែលគាត់ប្តឹងគឺខ្ញុំមិនបាច់តវ៉ាទេគឺមានមេធាវីថារដ្ឋាភិបាលការពារស្រាប់តែម្ដងបាទអញ្ចឹងលោកប្រធានាធិបតីលោកបានខិតខំព្យាយាមដកសិទ្ធិរបស់បុគ្គលិកធម្មតារបស់សហរដ្ឋអាមេរិកថាមិនបាច់មានតំណាងសហជីពទេពីព្រោះអ្នកទាំងអស់គ្នាធ្វើការឲ្យរដ្ឋាភិបាលមកប្តឹងរដ្ឋាភិបាលវិញដូចជាមិនទំនងបាទដូច្នេះគាត់ដកសិទ្ធិក៏ប៉ុន្តែការខិតខំដកសិទ្ធិក្នុងពេលកន្លងមកក៏ត្រូវបានតុលាការបាទលុបចោលផងដែរប៉ុន្តែនៅពេលនេះគេគ្រាន់តែចង់ឲ្យមានចេញជាច្បាប់ពីខាងរដ្ឋសភាជាផ្លូវការប៉ុន្តែអាចនឹងនៅជាប់គាំងនៅព្រឹទ្ធសភាបាទនេះសូមជម្រាបជូនប្រិមិត្តប៉ុណ្ណឹងឲ្យយល់ពីដំណើរការនៅក្នុងរដ្ឋាភិបាលសហព័ន្ធ